សូមស្វាគមន៍មកកាន់មេរៀនភាសាចិនកម្រិតមធ្យមនៅក្នុងមេរៀននេះយើងនឹងផ្ដោតលើការប្រើប្រាស់វាក្យសព្ទនិងរចនាសម្ព័ន្ធប្រយោគដែលកាន់តែស៊ីជម្រៅសម្រាប់ការកម្មង់ម្ហូបនៅក្នុងភោជនីយដ្ឋានចិនដើម្បីឲ្យអ្នកអាចប្រាស្រ័យទាក់ទងបានយ៉ាងស្ទាត់ជំនាញ服务员请给我们推荐几个招牌菜អ្នកបម្រើសូមជួយណែនាំមុខម្ហូបប្រចាំហាងខ្លះៗមកនៅក្នុងឃ្លានេះ推荐មានន័យថាណែនាំហើយចៅផាយដៅលើមុខម្ហូបពិសេសដែលល្បីប្រចាំហាងការប្រើឃ្លានេះបង្ហាញពីកម្រិតភាសាខ្ពស់ជាងការកម្មង់ធម្មតា请问这些菜里有洋葱吗我对洋葱过敏សូមសួរថាតើនៅក្នុងម្ហូបទាំងនេះមានខ្ទឹមបារាំងទេក្នុង Alexi ជាមួយខ្ទឹមបារាំងពាក្យគួរមានន័យថា Alexi វាជាពាក្យសំខាន់សម្រាប់កម្រិតមធ្យមដើម្បីបញ្ជាក់ពីលក្ខខណ្ឌសុខភាពផ្ទាល់ខ្លួនពេលញ៉ាំអាហារ这道菜能不能做成微辣的我不大能吃辣តើមុខម្ហូបមិនមុខនេះអាចធ្វើកម្រិតហឹរបន្តិចបានទេខ្ញុំមិនសូវចេះញ៉ាំហឹរប៉ុន្មានទេវៃឡាមានន័យថាហឹរបន្តិចការប្រើពាក្យបញ្ជាក់កម្រិតដូចជាពូតានឹងមិនសូវជាបង្ហាញពីការប្រើប្រាស់ភាសាបែបធម្មជាតិ我们要点2碗米饭还要一壶茉莉花茶ពួកយើងចង់បានបាយ2បាយចានហើយនឹងតែម្លិះ1ប៉ុនហូជាขนาดសម្រាប់បានតែការចេះប្រើขนาด measure words ឲ្យបានត្រឹមត្រូវទៅតាមប្រភេទសម្ភារតិកៈគឺជាចំណុចសំខាន់នៃកម្រិតមធ្យម麻烦结账我们要大包剩下的菜សូមគិតលុយពួកយើងចង់ខ្ចប់ម្ហូបដែលនៅសល់ដាប៉ោជាពាក្យប្រើប្រាស់ប្រចាំថ្ងៃដែលមានន័យថាខ្ចប់គ្រានេះមានប្រយោជន៍ខ្លាំងនៅពេលអ្នកចង់យកអាហារដែលញ៉ាំមិនអស់ទៅផ្ទះតាមរយៈមេរៀននេះអ្នកបានរៀនអំពីការប្រើប្រាស់ពាក្យបច្ចេកទេសក្នុងភោជនីយដ្ឋាននិងរបៀបបញ្ជាក់ពីចំណងជាតិអាហារសូមបន្តអនុវត្តឃ្លាទាំងនេះដើម្បីបង្កើនទំនុកចិត្តក្នុងការសន្ទនាផ្ទាល់ខ្លួន